រុនសួស្តីអ្នកទាំងអស់គ្នា Good morning welcome to my morning vlog yes ថ្ងៃនេះ episode 3ដែលខ្ញុំបានក្រោកពីផឹករយៈពេល3ថ្ងៃហើយថ្ងៃទី3ហើយខ្ញុំយកឈ្នះ burn out ខ្ញុំបាន3ថ្ងៃដែលពិបាកខុសពេលផឹកឥឡូវ yes នេះគឺជា episode 3ដែលខ្ញុំក្រោកហើយមកធ្វើវីដេអូ morning vlog របស់ខ្ញុំនេះហើយថ្ងៃនេះវាជាអត់មាន activity អីច្រើនទេ just ខ្ញុំនៅអង្គុយនិយាយមួយអ្នកទាំងអស់គ្នាព្រោះខ្ញុំឡើងទៅលើទៀតអ្នកទាំងអស់គ្នានឹងដែរថាតែអ្នកទាំងអស់គ្នាចង់មើលយន្តហោះ yes comment below នៅ episode ក្រោយខ្ញុំនឹងឡើងទៅថតទៀតនឹង season អ្នកទាំងអស់គ្នាដែរព្រោះខ្ញុំខ្លាចអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តយន្តហោះតែអ្នកទាំងអស់គ្នាអត់ចូលចិត្តចឹងពេលខ្ញុំថតដែរទៅអ្នកទាំងអស់គ្នាធុញម្ដងថ្ងៃនេះខ្ញុំមិនមានប្រធានបទអីនិយាយទេប៉ុន្តែខ្ញុំចង់យករឿងខ្លះៗនៅក្នុងសភៅនេះដែលខ្ញុំបានអានមកជាហ្នឹងខ្ញុំយកមកនិយាយមួយអ្នកនរគ្នានៅក្នុង chapter មួយចំនួនក្នុងសភៅនេះគឺពោពេញទៅដោយយុទ្ធសាស្ត្រនិងល្បិចច្រើនមែនតើយើងមិនយកល្បិចនិងយុទ្ធសាស្ត្រហ្នឹងមកប្រើទេយុទ្ធសាស្ត្រខ្លះវាល្អសម្រាប់យើងតែអាក្រក់សម្រាប់អ្នកដទៃប៉ុន្តែយើងអាចអានវាព្រោះនេះអំណាចដែលបកចេញមកពីសភៅ The Power ហ្នឹងយុទ្ធសាស្ត្រក្នុងការពង្រីកអំណាចនៅក្នុងសភៅនេះវាជាយុទ្ធសាស្ត្រពេលខ្លះវាអាក្រក់មែនតើយើងគិតថាវាអាក្រក់ប៉ុន្តែវាល្អសម្រាប់យើងតែអាក្រក់សម្រាប់ដទៃដែលយុទ្ធសាស្ត្រទាំងអស់នោះពេលខ្លះក៏យើងមិនអាចយកមក apply បានដែរប៉ុន្តែខ្ញុំអានវាតាំងពីខ្ញុំអានសភៅខ្ញុំចូលចិត្តសភៅនេះមែនតើពេលខ្លះយើងមិនយកយុទ្ធសាស្ត្រទាំងអស់ហ្នឹងមក apply ទេប៉ុន្តែយើងគ្រាន់តែអានវាដើម្បីដឹងបើយើងអត់ធ្វើវាមិនប្រកាសថាអ្នកដទៃអត់ធ្វើវាមកលើយើងទេអញ្ចឹងបានន័យថាយើងអានវាហើយបានយើងដឹងថាក្នុងការទប់ទល់ហ្នឹងមិនអញ្ចឹងយើងអានពេលខ្លះក្នុងសភៅនឹងយុទ្ធសាស្ត្របែបនេះដោយរឿងសាមកុកអីក៏ដោយយើងមិនបានទៅវាយប្រហារអ្នកដទៃទេប៉ុន្តែយើងត្រូវតែអានសភៅទាំងអស់នេះដើម្បីយកមកការពារខ្លួនវិញដោយសភៅនេះគឺជាមានយុទ្ធសាស្ត្រច្រើនមែនតើយើងគួរតែរៀនសូត្រពីវាហើយយើងត្រូវតែដឹងថាវិធីទប់បែបណានៅក្នុងសភៅនេះគេនឹងប្រាប់ពីវិធីទប់ស្កាត់វិធីផ្ទុយមកវិញចឹងសភៅនេះល្អមែនតើហើយថ្ងៃនេះខ្ញុំនឹងលើកមួយចំណុចដែលខ្ញុំបានអានហើយគឺខ្ញុំចូលចិត្តវាហើយក៏រៀនពីវាដើម្បីទប់ស្កាត់នៅរឿងហ្នឹងកុំឲ្យកើតឡើងមកលើយើងនៅច្បាប់ទី7នៅច្បាប់ទី7នេះគេបាននិយាយថារុញការងារឲ្យអ្នកដទៃហើយយក credit ឲ្យខ្លួនឯងលើពាក្យមួយម៉ាត់នេះហើយអ្នកនរគ្នាមានអារម្មណ៍ថាខ្លាចទៅមានអារម្មណ៍ថាអាត្មានិយមមែនតើរុញការងារឲ្យអ្នកដទៃហើយទាញយកនៅ credit ខ្លួនឯងនៅក្នុង chapter នេះគឺអ្នកនិពន្ធគាត់បានយកឧទាហរណ៍ពី Nikola Tesla និង Thomas Edison បានរុញ project ឲ្យទៅ Nikola Tesla ធ្វើដែលសន្យាថាឲ្យនៅប្រាក់រង្វាន់ប៉ុន្តែជាចុងក្រោយគាត់មិនឲ្យបានដូចអីដែលសន្យាហើយគាត់បែរជាយក credit ហ្នឹងមកគាត់ទាំងអស់ហើយគាត់រុញ Nikola Tesla តម្លាក់ទៀតអញ្ចឹងត្រឡប់មកវិញវាអាក្រក់មែនតើក្នុងការធ្វើបែបនេះខ្ញុំមិនលើកទឹកចិត្តឲ្យអ្នកនរគ្នាធ្វើទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាគិតថាវាល្អក៏ខ្ញុំមិនដែរប៉ុន្តែខ្ញុំគិតថាវាអាក្រក់មែនតើក្នុងការធ្វើបែបនេះប៉ុន្តែខ្ញុំរៀនបានពីវាបែបណាគេនិយាយមកចំណុចថាការងារណាដែលអ្នកដទៃធ្វើបានហើយយើងនៅតែធ្វើវាយើងពិតជាល្ងងខ្លៅបំផុតពីព្រោះការងារនោះវាអាចខាតពេលរបស់យើងហើយបើយើងអាចឲ្យគេបានហើយយើងយក credit ពីគេមកវិញវាល្អកន្លែងនេះខ្ញុំចង់ទាញមកយើងវិញបានថាយើងនៅក្នុងវិស័យ IT រងថ្ងៃយើងនៅ career IT yes ឥឡូវហ្នឹងពិតទៅអ្នកនឹងស្គាល់ AI ChatGPT DeepSeek វាពិតជា work សម្រាប់យើងអញ្ចឹងខ្ញុំបានរៀនពីវាថាបើសិនជាយើងនៅក្នុងវិស័យ IT បែបនេះហើយការងារណាដែល AI ធ្វើបានហើយយើងនៅតែខំស្មៅធ្វើវាយើងពិតជាល្ងងខ្លៅបំផុតអញ្ចឹងការងារណាដែលអាចឲ្យ AI ធ្វើបានយើងឲ្យគាត់ធ្វើតែយើងគ្រាន់តែគិតពីគំនិតគិតពី flow នៃ project របស់យើងហ្នឹងទៅហើយកន្លែងណាដែលយើងគិតថា AI អាចធ្វើបានដូចជាការ build អីមួយចំនួន function ជាមួយចំនួនដែលយើងគិតថា AI អាចធ្វើបានយើងរុញឲ្យ AI ធ្វើវាល្អបំផុតកន្លែងហ្នឹងអាហ្នឹងគឺជាមួយចំណុចដែលខ្ញុំអាចរៀនហើយខ្ញុំអូសវាមកចូល career IT របស់យើងបានម្ដងទៀតយើងនៅក្នុង career IT យើងជា programmer មិនប្រកាសថាឥឡូវហ្នឹងយើងត្រូវតែសេកូដខ្លួនឯងទាំងអស់ហើយការងារណាដែលយើងអាចឲ្យ ChatGPT ធ្វើបានហើយយើងនៅតែធ្វើវាពិតជាល្ងងខ្លៅបំផុតអញ្ចឹងបានន័យថាការងារណាដែលអាចឲ្យ ChatGPT ធ្វើបានឲ្យ AI ធ្វើបានរុញឲ្យ AI ធ្វើចោះបាច់នៅខំប្រឹងខំស្មៅជាមួយវាទេហើយយើងទៅធ្វើការងារផ្សេងវាចំណេញពេលវេលាមែនតើយើងអាចធ្វើការងារបានច្រើនក្នុងពេលតែមួយតែយើងធ្វើការពី3នាក់វាមិនល្អច្រើនជាងយើងធ្វើការតែម្នាក់ឯងអញ្ចឹងយើងទុក AI ហ្នឹងជា assistant របស់យើងទៅវាល្អមែនតើយើងធ្វើការងារបានច្រើនចំណេញពេលវេលាហើយលុយក៏បានចូលច្រើនដែរអមថាអ្នកនរគ្នាកាន់បច្ចេកខាងក្រៅទៀតធ្វើការងារបច្ចេកពី3ក្នុងពេលតែមួយអ្នកនរគ្នាគិតតែពី idea ក្នុងការធ្វើគិតពីយុទ្ធសាស្ត្រគិតពី algorithm គិតពីអីមួយចំនួនយ៉ាស្ទើបានហ្មងអ្នកនរគ្នាគឺលឿនមែនតើចំណេញពេលបានការងារច្រើនពេលដែលខ្ញុំអានចំកន្លែងណាដែលយើងអាចចូល career IT បានគឺខ្ញុំ
នឹងនិយាយប្រាប់អ្នកទាំងអស់គ្នានៅក្នុង vlog The Morning Vlog របស់ខ្ញុំនេះហើយអ្នកទាំងអស់គ្នាបើសិនជាចាប់អារម្មណ៍អ្នកទាំងអស់គ្នាអាចទៅទិញទៅមិនមែនគេ sponsor ខ្ញុំទេខ្ញុំទិញដូចគ្នាខ្ញុំទិញនៅ Book Fair កាគេមក Book Fair នៅ Techno ខ្ញុំចូលទៅទិញមិនតិចព្រោះនេះល្អមែនតើខ្ញុំ recommend ល្អប៉ុន្តែប្រហែលជាវាអត់ទាន់ចេញភាគ2ទេទាំងអស់គេសរសេរថា48បកាប៉ុន្តែបាប់ក្នុងនេះមានតែ20ជាងទេហើយគេដាក់នៅចុងក្រោយថារងចាំភាគទី2នៅភាគទី2ចេញមកពេលណាទេយ៉ាហើយសៀវភៅនេះបកចេញមកពី The 40 Age of Power អ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចទៅទិញមើលទៅហើយបើសិនជាអ្នកទាំងអស់គ្នាគ្រាន់តែចង់ដឹងថាគេនិយាយពីអីទេអាចមកមើល Morning Vlog របស់ខ្ញុំនឹងច្បិចយកអីសំខាន់ដែលនៅក្នុងសៀវភៅនេះដែលអាចចូលនៅ career IT ឬក៏ developer យើងបានខ្ញុំនឹងយកមកនិយាយប្រាប់អ្នកទាំងអស់គ្នានៅក្នុង vlog នេះត្រឡប់មករឿងយើងវិញសូមអបអរសាទរខ្ញុំផងអ្នកទាំងអស់គ្នាខ្ញុំបានឈ្នះ3ថ្ងៃហើយខ្ញុំឈ្នះលើ burnout ខ្ញុំអាចខកមកនិយាយមួយអ្នកទាំងអស់គ្នាធ្វើវីដេអូមួយអ្នកទាំងអស់គ្នាបាន yes អបអរសាទរខ្ញុំផងយេស្អីគេចេះពេលខ្លះអ្នកគ្នាយើងអត់ដឹងថាថ្ងៃស្អែកយើងទៅជាអីទេប៉ុន្តែយើងត្រូវចេះបាយជាមួយបញ្ហាបាយជាមួយនឹងការងាររបស់យើងទោះវាកាំងវាមិនក៏ដោយយើងត្រូវស្វែងមួយវាយើងដឹងថាស្អែកយើងកើតអីផងអ្នកនរគ្នាអញ្ចឹងពេលខ្លះខ្ញុំឃើញមួយចំនួនឥឡូវជីវិតដូចផុយមែនតើអ្នកនរជួបថ្ងៃនេះស្អែកបាត់មុខក៏បានអញ្ចឹងយើងត្រូវស្បាយជាមួយវាស្បាយនឹងបញ្ហាស្បាយមួយការងារស្បាយគ្រប់កន្លែងទៅអ្នកនរគ្នាខ្ញុំជាមនុស្សពេលខ្លះចូលបានគ្រប់ទម្រង់ណានៅជាមួយក្មេងៗក៏បាននៅមួយមនុស្សចាស់ក៏បានគឺខ្ញុំអាចចូលបានជាមួយអ្នកទាំងអស់គ្នានៅមួយក្មេងៗជាផ្សេងនៅកន្លែងធ្វើការមកកន្លែងខ្ញុំវិញគឺផ្សេងគឺខ្ញុំអាចចូលបានគ្រប់ទម្រង់តែមានយុទ្ធសាស្ត្រមួយគេថានៅក្បែរប៉ប៉ែកុំធ្វើខ្លានៅក្បែរខ្លាកុំធ្វើប៉ប៉ែបានន័យថាម៉េចបានន័យថាបើសិនជាយើងនៅក្បែរមនុស្សស្លូតដូចក្មេងៗដូចទូចយើងកុំធ្វើខ្លាជាមួយគាត់យើងត្រូវតែធ្វើប៉ប៉ែជាមួយគាត់ប៉ុន្តែពេលដែលយើងចេញទៅធ្វើការឬក៏យើងចេញទៅរកស៊ីសិតតែជាវងខ្លាយើងមិនអាចធ្វើប៉ប៉ែនៅក្នុងវងខ្លាបានពេលដែលមានខ្លាច្រើនយើងក៏ខ្លាចជាខ្លាមួយរំពេចនេះយុទ្ធសាស្ត្រក្នុងការរកស៊ីមួយម៉ាត់ទេប៉ុន្តែវាមានជ្រៅដែរសិតតែអីដែលយើងអាចយកទៅ apply នៅជីវិតពិតរបស់យើងសម្រាប់ថ្ងៃនេះប្រហែលជាអត់មានអីច្រើនទេខ្ញុំបានតែមកក៏ព័ត៌មាននៅពីក្នុងសភៅដែលខ្ញុំបានអាននេះមកប្រាប់អ្នកនរគ្នាខ្ញុំយកវាដាក់ក្នុងកតាបហើយវាច្បាស់នេះខ្ញុំស្អប់ច្បាស់ហ្នឹងមែនតើឥឡូវវាច្បាស់បាត់ហើយតែចាស្បាយចិត្តមួយវានៅតែស្រឡាញ់វាទោះជាវាមិនក៏ដោយព្រោះយើងស្រឡាញ់អ្នកណាយើងកុំស្រឡាញ់តែពេលល្អពេលដែលអញ្ចឹងក៏យើងត្រូវស្រឡាញ់ផងតែប្រហែលជាថ្ងៃនេះអត់មានអីបន្ថែមទៀតទេខ្ញុំដល់ម៉ោងចេញទៅធ្វើការហើយអរគុណអ្នកនរគ្នាដែលបានតាមដាន Yes take care ថែរក្សាសុខភាពអ្នកនរគ្នាជួបគ្នាអេពីសូតក្រោយអរគុណជម្រាបលា Goodbye